បើចង់ញ៉ាំបែបបុកតែអត់ចង់ប្រើល្ហុងអាចប្រើដើមចេកបានតែដើមចេកនេះមិនដើមចេកធម្មតាទេជាដើមចេកគ្រាប់បកសបកខាងទាំងអស់ទុកតែបដូរសកាត់កង់ប្រវែង3ថ្នាំងដៃបន្ទាប់មកចិត្តបដៅដូចក្នុងវីដេអូនឹងអញ្ចឹងណាចំណែកបន្លែប្លុកផ្សេងទៀតយើងអាចដាក់តាមចំណូលចិត្តបានមានការ៉ុតសណ្តែកគួរប៉េងប៉ោះស្ពៃក្តោបយកស្ពៃក្តោបស្វាយទៅបានពណ៌ល្អចំណែកទៅសក់និងស្ពៃបូកូវិញយើងទុកធ្វើម្លក់បន្ទាប់ជាមួយគ្នាខ្ញុំមុននឹងធ្វើម្ហូបឬក៏ធ្វើអ្វីមួយចឹងតើតែរៀបគ្រឿងផ្សំនិងរបស់របរទាំងអស់ឲ្យហាត់បានចាប់ផ្ដើមធ្វើបើមិនចឹងទេភ្លេចមកភ្លេចក្រោយរហូតរៀបចំបន្លែឲ្យអស់ហើយយើងបុកខ្ទឹមជាមួយម្ទេសហើយនិងស្ករត្នោតគ្រឿងបុកយើងដាក់ម្ទេសកាន់តែច្រើនកាន់តែឆ្ងាញ់ប៉ុន្តែជឿកាពះខ្ញុំអត់ដឹងទេណាទទួលខុសត្រូវខ្លួនឯងឲ្យតែធ្វើគ្រឿងបុកណាឃើញមុនគេផលិតផលទាំង3មុខរបស់អ៊ីសានផាស៊ូបមានទឹកប្រហុកត្រីទឹកសាបទឹកប្រហុកត្រីសមុទ្រនិងទឹកអំពិលទុំទឹកអំពិលទុំនេះមានលបាយអំពិលរហូតដល់ 99.9% បើសិនយើងយកមកបុកឬក៏ញ៉ាំភ្លាអញ្ចឹងមួយដបនឹងយើងចែកចេញជា3ហើយលាយជាមួយទឹកជាតែបើយើងយកទៅស្លប្រើសត្វតែម្ដងអត់បាក់លាយជាមួយទឹកទេខ្ញុំប្រើឡើងចាំដៃហើយអញ្ចឹងអត់បាក់លាយទឹកចាក់យកតែម្ដងផលិតផលអ៊ីសានផាស៊ូបមានអាជ្ញាប័ណ្ណទទួលស្គាល់ត្រឹមត្រូវនិងទទួលសិទ្ធិផ្ដាច់មុខលក់នៅក្នុងប្រទេសកម្ពុជាយើងប្រើដោយមានទំនុកចិត្តហ្មងលាយគឺយើងទុកមួយឡែកសិនវគ្គបន្ទាប់យើងដាក់ម្សៅស្រួយប្រឡាក់ជាមួយដើមចេកប្រឡាក់ម្ដងតិចហើយដាក់ខ្លាញ់ឲ្យក្តៅដាក់អំពងរហូតដល់ឡើងជើងក្រងអំពងឆ្អិនហើយតែអត់ស្រួយកុំទាន់ភ័យតតែដើមចេកនឹងឡើងត្រជាក់បានចាប់ផ្ដើមស្រួយយើងញ៉ាំតទេក៏អត់មានល្វីងឬក៏ចប់តែស្រួយដូចយើងពងដលងចឹងពងឲ្យទុកមួយឡែកសិនដាក់សណ្តែកគួរប៉េងប៉ោះនិងបកាចូលបុកឲ្យបែកតិចឲ្យចូលជាតិល្អខ្ញុំដាក់បន្លែតាមក្រោយនេះព្រោះយើងប្រើពេលពងដើមចេកយូរដែរល្អចឹងបើសិនជាយើងដាក់មុនវារីកអត់ឆ្ងាញ់ចំណែកបន្លែផ្សេងទៀតនឹងដើមចេកពងយើងរៀបដាក់ថាឲ្យស្អាតមកហើយចាំចាក់គ្រឿងបុកដែលយើងមានតឹងម៉ានមិញចូលពីលើដាក់អញ្ចឹងទៅដើមចេកពងយើងនៅស្រួយល្អពេលយើងហូបទៅច្រឹបពេញមាត់ឆ្ងាញ់មែនតើផលិតផលអ៊ីសានផាស៊ូបដែលខ្ញុំយកមកប្រើធ្វើទឹកបុកនេះបងប្អូនអាចរកទិញបាននៅតាមផ្សារទំនើបឬក៏ម៉ាតតូចធំជាច្រើនក្នុងប្រទេសកម្ពុជាយើងឬក៏ទិញនៅផ្សារជាតិមុងដែលទើបបើកថ្មីហ្នឹងមានការបញ្ចូលម្លាយពេញមួយខែហ្មងចាប់ពី 20% ទៅ 30% ឬក៏កំងទិញតាមអនឡាញនៅក្នុង page ជា Meet It ឬក៏ Meet It Store ក៏បានដែរទិញ3ដប free ការដឹកជញ្ជូនឲ្យយើងដល់ផ្ទះហ្មងឥឡូវនេះបុកដើមចេកពងរបស់យើងហើយធ្វើតាមរបៀបខ្ញុំណាទាំងបន្លែហើយនិងគ្រឿងទាំងអស់គឺនៅស្រស់ល្អហើយញ៉ាំទៅច្រឹបឆ្ងាញ់ពេញមាត់ហ្មងតនេអាចសាកធ្វើញ៉ាំបានបងប្អូនឆ្ងាញ់ណាស់តោះឥឡូវមកភ្លក់ជាមួយខ្ញុំទាំងអស់គ្នាMm.